ហើយបើយើងមានប្រាក់គឺมันអាចយើងទិញសេចក្តីសុខបានទេក៏ណាมันអាចយើងទិញសេចក្តីល្អបានទេប្រាក់มันអាចនឹងធ្វើឲ្យយើងរួចអំពីបាបបានទេណាមាសប្រាក់ហ្នឹងអញ្ចឹងมันអាចទិញសុខសន្តិភាពនៅក្នុងចិត្តសន្តានក៏ដូចជាសុខសន្តិភាពក្នុងពិភពលោកបានទេហ្នឹងឯងมันអាចធ្វើឲ្យមនុស្សទាំងឡាយនៅជុំវិញខ្លួនយើងនឹងបានសេចក្តីសុខទៅបានទេបើតលតែចេញអំពីសន្តានចិត្តល្អប្រើប្រាស់មាសប្រាក់លុយកាក់នឹងទៅដោយអំណាចនៃសេចក្តីល្អដោយអំណាចនៃទឹកចិត្តទៅអាចយើងក៏បានសេចក្តីសុខអ្នកដទៃទាំងឡាយទាំងពួងក៏បានសេចក្តីសុខបើនៅក្នុងโลกនេះមានសេចក្តីកំណាញ់សេចក្តីចំណែនដែលបាលីហៅថាអ៊ីសាមច្ឆរិយៈមច្ឆរិយៈហ្នឹងគឺកំណាញ់អ៊ីសាគឺចំណែនគឺមានទោសខ្លាំងណាស់វាជាគ្រឿងទំលាយសេចក្តីសុខក្នុងចិត្តសន្តានរបស់យើងហើយក៏ទំលាយនៅសេចក្តីល្អទំលាយនៅសេចក្តីសុខរបស់អ្នកដទៃដោយអំណាចនៃអ៊ីសានិងមច្ឆរិយៈព្រះអង្គទ្រង់សម្ដែងក្នុងបៃដកលេខ17ក្នុងសកបញ្ញហសូត្រគឺមនុស្សទេវតាអ្នកណាដែលចង់បានសុខមិនបំណងប្រាថ្នាសេចក្តីទុក្ខមិនបំណងប្រាថ្នាការឆ្លោះប្រកែកតោះតេងអីទាំងអស់ក៏ប៉ុន្តែនៅតែជួបប្រទះនៅសេចក្តីទុក្ខលំបាកទាំងអស់ហ្នឹងមកពីអីគឺព្រះអង្គទ្រង់ប្រកាសថាមកពីធัวពីរហ្នឹងអ៊ីសាការចំណែនហើយនឹងសេចក្តីកំណាញ់ហ្នឹងមច្ឆរិយៈទៅណាកំណាញ់ហ្នឹងគឺមិនមែនកំណាញ់តែទ្រព្យសម្បត្តិទេកំណាញ់កិត្តិយសគេឈ្មោះមិនឲ្យអ្នកដទៃមានឈ្មោះល្អមានកិត្តិយសល្អប្រសើរអីហ្នឹងកំណាញ់ត្រកូលបានតែរាប់អានអាត្មាអញមិនអាចរាប់អានអ្នកដទៃអីទៅទេកំណាញ់អាវាសទីកន្លែងកំណាញ់លេបកំណាញ់ធัวហ្នឹងសេចក្តីកំណាញ់ហ្នឹងដែលព្រះពុទ្ធអង្គទ្រង់បានប្រកាសសម្ដែងគូជាមួយនឹងអ៊ីសាការចំណែនហ្នឹងទាំងទំលាយសេចក្តីសុខរបស់អ្នកដទៃទំលាយគុណភាពនៃជីវិតទំលាយសេចក្តីល្អរបស់ខ្លួនយើងអ្នកដែលមានសេចក្តីចំណែនហ្នឹងគឺមិនបានសុខខ្លួនឯងផ្ទះអន្ទែងក្តៅកាហាយសពគ្រប់ទាំងអស់នឹងឯងអញ្ចឹងក្នុងការដែលពុទ្ធបរិស័ទយើងអប់រំចម្រើនទៅដោយសទ្ធានៅក្នុងសាសនានេះគឺប្រព្រឹត្តទៅដោយគុណធម៌ចម្រើនឡើងកំចាត់បងនៅអ៊ីសាការចំណែននិងមច្ឆរិយៈសេចក្តីកំណាញ់នឹងដោយសារគុណធម៌ដែលចម្រើនឡើងនឹងទាំងទោះជានៅមានលោភៈទោសៈមោហៈជាបច្ច័យក៏ដោយក្នុងជីវិតរាល់ថ្ងៃហ្នឹងឲ្យតែចម្រើនទៅដោយទានសិលភាវនាសទ្ធាជ្រះថ្លាក្នុងបរតនត្រ័យច្រើនឡើងយើងឃើញគុណភាពនៃជីវិតហ្នឹងចម្រើនទៅដោយគុណធម៌ចម្រើនទៅដោយសេចក្តីសុខចម្រើនទៅដោយសេរីសួស្តីនឹងឯងដែលត្រូវប្រយុទ្ធជាមួយនឹងចិត្តបាបរបស់យើងរាល់ថ្ងៃអញ្ចឹងគឺពុទ្ធបរិស័ទយើងត្រូវឃើញសេចក្តីសំខាន់ឃើញតម្លៃខ្លឹមសារនៃជីវិតនឹងឯងគឺការប្រព្រឹត្តធម៌ទាំងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានប្រកាសសម្ដែងហើយព្រះអង្គទ្រង់ប្រកាសថាធម្មំចរេសុចរិតតាំងអ្នកតាំងទុច្ចរិតតាំងចរេធម្មចារីសុខੰសេតិអស្មੰលោកេបរមហិចៈព្រះអង្គសម្ដែងដល់ប្របាទសរិយធោតនៈពុទ្ធបិតានៅក្រុងកបិលភ័ស្ត្រទាំងដែលបានសម្រេចសោតាបត្តផលហើយសម្រេចសក្កទាគាមិផលទៀតរួចទៅបានព្រះអង្គសម្ដែងធម្មបាលជាដកសម្រេចអនាគាមិផលទៅនឹងគឺដែលព្រះអង្គទ្រង់យាងទៅលើកទី1ប្រុសពញាត
មានប្របាទសរិសធោទនៈពុទ្ធបិតាជាដើមនឹងដល់ពេលវស្សាទី5ព្រះអង្គក៏ទ្រង់ស្ដេចយាងទៅសម្ដែងក្នុងសង្យុត្តនិកាយខណ្ឌវេរវៈគឺដែលពុទ្ធបិតាមានអាពាធមានទុក្ខវេទនាមានជំងឺរោគាហ្នឹងគឺមកអំពីមានបសិស័កបានជាមានរោគមានអាពាធហ្នឹងមកពីមានពហោះមកអំពីមានប្របាទឈឺកន្លែងណាថាមកពីមានអវ័យនឹងឯងបានជាទីតាំងនៃទុក្ខវេទនានឹងឯងចឹងរូបកាយហ្នឹងទៀតវាកើតមកពីបុរាណកម្មគឺកម្មចាស់ដែលនាំឲ្យមានរូបកាយហ្នឹងដល់ទៅកើតមានជារូបរាងកាយចឹងទៅវាមានវត្ថុរូបដែលជាកម្មមជ្ឈរូបជាទីតាំងនៃវេទនាគេថាវេទនាតថាពាំងវាមានវត្ថុរូបដែលជាទីតាំងនៃវេទនាកាយហ្នឹងមិនមែនដូចជាតុកទូក្រេតាំងសសរសាលាសព្រះវិហារផែនដីព្រៃភ្នំទេអាហ្នឹងវាអត់មានកម្មមជ្ឈរូបជាទីតាំងនៃវេទនាទេតែមនុស្សយើងវាមានបដិសន្ធិមកមានរូបមាននាមដល់អញ្ចឹងទៅវាមានវត្ថុរូបជាទីអាស្រ័យនៃវិញ្ញាណធាតុអញ្ចឹងវាមានវេទនាដែលសោយអារម្មណ៍វាអត់មានជាមនុស្សទេវតាសត្វបុគ្គលណាទេដែលសោយអារម្មណ៍ដែលដឹងអារម្មណ៍ហ្នឹងគឺព្រះអង្គទ្រង់ប្រកាសអំពីវេទនាដែលអាស្រ័យនៅនឹងវត្ថុរូបហ្នឹងហើយវត្ថុរូបហ្នឹងវាតេតួងនឹងមហាភូតរូបជីវិតរបស់យើងហ្នឹងដូចទៀនមួយដើមអញ្ចឹងដែលយើងកំពុងឲ្យទៀនណាកមួនទៀនហ្នឹងគឺដូចមហាភូតរូប4ហើយវាមានបច្ឆេះដាក់សម្រាប់ឲ្យឆេះហ្នឹងអាហ្នឹងឯងដូចជាវត្ថុរូបដែលមានចក្ខុវត្ថុសោតវត្ថុធានវត្ថុជីវហាវត្ថុកាយវត្ថុហចយវត្ថុហ្នឹងហើយវិញ្ញាណធាតុដែលអាស្រ័យនឹងវត្ថុរូបហ្នឹងដោយអណ្ដាតទៀនអញ្ចឹងអណ្ដាតទៀនហ្នឹងរួចទៅវាមានពន្លឺហើយពន្លឺហ្នឹងជាចេតសិកធម៌ហើយតាមដែលនៃព្រាបណាអណ្ដាតទៀនហ្នឹងគឺជាឈ្មោះនៃវិញ្ញាណហ្នឹងប្រៀបដូចអណ្ដាតទៀនអញ្ចឹងហើយវត្ថុរូបនេះដូចជាប្រឆេះទៀនអញ្ចឹងមហាភូតរូប4គឺដូចជាក្រមួនទៀនអញ្ចឹងយើងឲ្យទៀននោះយើងពិចារណាជីវិតរបស់យើងអញ្ចឹងគឺថាទោះជាឆេះបានយូរគ្រាន់បើវាក្ររលត់វាអត់មានខ្យល់បក់អីឲ្យរលត់ក៏ពិតប៉ុន្តែអស់ក្រមួនអស់វាឆេះទៅវានឹងរលត់ជីវិតរបស់យើងកាលណាបើយើងពិចារណាឃើញសេចក្តីស្លាប់អញ្ចឹងរឿយគឺពុទ្ធបរិស័ទប្រកាសជាឧស្សាហ៍ក្មេងគ្មៀតប្រឹងប្រែងស្វែងរកនៅទីពឹងក្នុងដំណើរជីវិតដែលផុតចាកអំពីโลกនេះទៅតែកាលណាយើងខ្វះមរណសតិខ្វះការពិចារណាជីវិតរបស់យើងដូចជាទៀនមួយដើមអញ្ចឹងយើងក៏រមែងស្រវឹងក្នុងជីវិតដូចជារស់នៅអត់ចេះស្លាប់អញ្ចឹងហើយក៏មានការប្រព្រឹត្តបាបកម្មផ្សេងទៅប្រកែប្រកាន់ហួងហែងចម្ពាក់វៈវិនអញ្ចឹងទៅនឹងឯងដូចជាអត់ចេះស្លាប់អញ្ចឹងដល់តែមានមរណសតិរឿយពុទ្ធបរិស័ទមានការលះបង់ការជាប់ចម្ពាក់ការប្រកាន់ហួងហែងហើយខំសន្សំអ្វីដែលជាសេចក្តីល្អដែលជាខ្លឹមសារនៃជីវិតនិងគុណអានុភាពនៃមរណសតិបងប្អូនកូនចៅទាំងអស់នឹកឲ្យបានរឿយទៅអញ្ចឹងសេចក្តីស្លាប់នឹងឯងមរណងមេភវិសតិអាត្មាអញនឹងស្លាប់បានអានិសង្ឃក្នុងបច្ចុប្បន្ននឹង1ធ្វើនៅអំពើល្អដែលជាទីពឹងនឹងឯងដោយបញ្ញាប់លឿននឹងឯងចឹងដោយអំណាចនៃមរណសតិនឹងទី2ការដែលបានពិចារណារឿយដល់ទៅពេលយើងជួបប្រទេសញាតិមិត្តសន្តានបងប្អូនអីដែលបាត់បង់ជីវិតចោលយើងទៅក៏មានសេចក្តីសង្វេគអប់រំចិត្តស្ងប់រងាប់បានមិនសោកសៅទុក្ខទោមនោះដោយសារការព្រាត់ប្រាសនឹងទេហើយដល់ទៅពេលខ្លួនយើងហ្នឹង
ចូលកាន់លំហនៃមាត់មច្ចរាជដល់ពេលត្រូវស្លាប់ក៏ស្ងប់រងាប់ចិត្តព្រោះបានអប់រំមរណសតិពិចារណារឿយហើយនាងកុមារបារិកាចម្រើនមរណសតិ3ឆ្នាំតាំងពីអាយុ16ទល់គ្នានឹងអាយុ19ឆ្នាំព្រះរាមាភិព្រះអង្គស្ដេចយាងទៅក្រុងអាឡវ័យក៏បានសរសើរចំពោះមរណសតិរបស់កុមារបារិកានឹងនាងស្រីនឹងហើយព្រះអង្គទ្រង់សម្ដែងអំពីរឿងសត្វលោកដែលមិនបានអប់រំចិត្តមិនមានការចម្រើនបញ្ញាព្រះអង្គត្រាស់ថាអន្ធៈភូតោអាយ៉ាងលោកោសត្វលោកនេះងងឹតណាស់ដូចជាបុគ្គលខ្វាក់ភ្នែកអញ្ចឹងតនុកេថវិបស្សតិមិនបានឃើញសេចក្តីពិតទេសង្ខារធัวមិនទៀងជាទុក្ខមានការប្រែប្រួលមិនបានឃើញដោយបញ្ញាហើយបានព្រះអង្គទ្រង់ប្រកាសសម្ដែងសកណោជាលមុតតោវៈអបោសក្គាយគាចតិសូមបីតែដំណើរទៅកាន់សុគតិភពនឹងក៏តិចណាស់អបោសក្គាយគាចតិទៅកាន់សុគតិភពទេវលោកនឹងតិចណាស់ពីព្រោះអីគឺថាដោយសារតែជាប់នៅក្នុងសំណាញ់នៃអបាយភូមិលោកភៈទោសៈមោហៈបាបកម្មទុច្ចរិតកម្មនឹងជាសំណាញ់នៃអបាយភូមិនឹងទាំងដូចជាបាក់សីដែលជាប់សំណាញ់របស់នាយព្រានអាការដែលរួចពីសំណាញ់នឹងគឺតិចតួចណាស់ដែលជាប់ហើយក៏ជាប់អញ្ចឹងទៅកុមារីកុមារបារិកានឹងក៏បានសម្រាប់សោតាបត្តផលទៅដោយអានិសង្ឃអប់រំចម្រើនមរណសតិ3ឆ្នាំមកបានស្ដាប់ពធัวព្រះអង្គយល់ចូលចិត្តឃើញសច្ចធម៌អត់មានអ្នកណាចិត្តទៅទៀមទីអាយុជីវិតនឹងឲ្យរស់នៅបានរហូតទេអត់មានអ្នកណាទៀមទាកុំឲ្យចាស់កុំឲ្យឈឺទេអត់មានអ្នកណាទៀមទាកុំឲ្យព្រាត់ប្រាសចាកសត្វនិងសង្ខារដែលជាទីស្រឡាញ់ពេញចិត្តទេហើយក៏មិនអាចហាមឃាត់អ្វីដែលមកកាន់ភ្នែកជាចំោះកណ្ដាតកាយចិត្តនេះបានដែរធัวទាំងឡាយប្រព្រឹត្តទៅត្រឹមត្រូវតាមហេតុអ្វីដែលមានហេតុត្រូវកើតឡើងអ្វីដែលអត់ហេតុមិនអាចទៀមទាបង្កប់បញ្ជាបានទេឃើញសច្ចធម៌ទាំងឃើញការពិតនៃជីវិតដូច្នេះឯងដូច្នេះពុទ្ធបរិស័ទបងប្អូនកូនចៅទាំងអស់ចម្រើនមរណសតិរឿយចឹងនឹងកំចាត់បងសេចក្តីស្រវឹងនៅក្នុងជីវិតកំចាត់បងសេចក្តីប្រមាទទាំងកណាកំចាត់បងនៅសេចក្តីប្រមាទចម្រើននៅអបមាទធម៌ដោយដែលព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងអបមាទោអមតੰបទាំងបមាទោមជ្ជណោបទាំងបុគ្គលដែលមិនប្រមាទនឹងឈ្មោះថាមិនស្លាប់កណាពីព្រោះការដែលមានស្មារតីនេះប្រព្រឹត្តទៅដើម្បីអមតៈព្រះនិព្វាននឹងឯងចឹងប៉ុន្តែបមាទោមជ្ជណោបទាំងសេចក្តីប្រមាទនេះគឺជាផ្លូវនៃសេចក្តីស្លាប់ព្រោះជាផ្លូវនៃវដ្តសង្សារនឹងឯងហើយព្រះអង្គសម្ដែងបន្តមកទៀតថាអបមាទេអ្នកមីយន្តិបុគ្គលដែលមិនប្រមាទនឹងឯងឈ្មោះថាមិនស្លាប់ព្រោះមុនដំបូងព្រះអង្គសម្ដែងជាធម្មាទិដ្ឋានអបមាទោអមតੰបទាំងបមាទោមជ្ជណោបទាំងអបមត្តាអ្នកមីយន្តិយេបមត្តាយថាមត្តាគឺដល់មកជាបុគ្គលាទិដ្ឋានបុគ្គលដែលមិនប្រមាទឈ្មោះថាមិនស្លាប់ចំណែកបុគ្គលដែលប្រមាទឈ្មោះថាស្លាប់ហើយបុគ្គលណាដែលប្រមាទនោះដែលអត់មានស្មារតីគឺសូម្បីមានជីវិតនៅរស់ប៉ុន្តែឈ្មោះថាស្លាប់ហើយពីព្រោះស្លាប់ស្មារតីស្លាប់ស្មារតីនឹងបានអីនៅរស់គឺមានការប្រព្រឹត្តនៅបាបកម្មផ្សេងវាអត់ចំណេញអីពីការនៅរស់នឹងទេនឹងឯងគ្រាន់តែ
ជីវិតនៅរស់ប៉ុន្តែកុសលធម៌នឹងស្លាប់បាត់ទៅហើយសេចក្តីល្អនឹងស្លាប់បាត់ទៅហើយចឹងបានជាមានពាក្យរំលឹកថាអ្នកទាំងឡាយចូលរស់នៅអស់មួយថ្ងៃនៃជីវិតរបស់អ្នកគឺបានទៅដីថាកុំឲ្យស្លាប់មុនដល់ថ្ងៃស្លាប់នឹងបានដីថាកុំឲ្យស្លាប់កុសលធម៌ហ្នឹងណាចឹងបានព្រះអង្គសម្ដែងថាយេបមត្តាយថាមេត្តាបុគ្គលណាដែលប្រមាទបុគ្គលនោះឈ្មោះថាស្លាប់ទៅហើយជីវិតរស់នៅមិនចេះតែថាមានខ្លឹមសារទៅដោយសារបានរស់នៅនឹងទេគណាមិនចេះតែមានខ្លឹមសារដោយសារការបានរស់ទេទីបំផុតស្លាប់ទៅវាដូចជាគោក្របីមាន់ទាដែលស្លាប់ទៅអញ្ចឹងគឺគោក្របីមាន់ទាក៏អាចត្រឡប់អត្តភាពបានមកជាមនុស្សនឹងឯងអញ្ចឹងហើយដល់ទៅមនុស្សយើងដែលមិនបានបំពេញប្រយោជន៍មិនបានបំពេញសេចក្តីល្អមើលដល់ពេលស្លាប់ទៅមានអីថាមន្ទាគោក្របីមិនបានបំពេញបុណ្យកុសលមិនបានធ្វើប្រយោជន៍យ៉ាងណាប៉ុន្តែថាក៏មិនបានធ្វើបាបអីធ្ងន់ធ្ងរដែរដូចគោមិនបានបំពេញបុណ្យអីដូចមនុស្សយើងមែនប៉ុន្តែគ្នាក៏មិនបានទៅធ្វើបាបសម្លាប់សត្វអីណាយនៃប្រព្រឹត្តអត្តនេទានអីណាយនៃអីទៅទេមនុស្សយើងដល់ទៅអត់បានធ្វើបុណ្យវាធ្លាក់ចូលទៅក្នុងបាបពេញបន្ទុកដោយបាណារិបាតអត្តនេទានជាដើមហ្នឹងបញ្ញវេរាហ្នឹងនឹងឯងចឹងដូច្នេះគឺដល់ពេលស្លាប់ទៅវាមានស្អីអត្តភាពជាមនុស្សហ្នឹងវាត្រូវអស់ហើយមានយកអត្តភាពជាមនុស្សទៅធ្វើជាខ្លួនឯងអីទៀតនៅលើកម្មជាបច្ច័យអញ្ចឹងមនុស្សស្លាប់ហើយនឹងសត្វស្លាប់ហ្នឹងខុសគ្នាត្រង់ណាត្រង់ដែលថាមនុស្សយើងដែលនៅរស់បានបំពេញគុណវិសេសបានបំពេញសេចក្តីល្អនេះឯងដែលមនុស្សប្រសើរវិសេសក្នុងការដែលបានកើតមកមានស្មារតីហ្នឹងអញ្ចឹងវាខុសគ្នាទៀតរវាងសេចក្តីមិនប្រមាទហើយនឹងសេចក្តីប្រមាទវាខុសគ្នាមួយគឺជាផ្លូវនៃវត្តដាក់មួយជាផ្លូវនៃអមតៈគឺព្រះនិព្វានចឹងបានជាព្រះអង្គទ្រង់ប្រកាសសម្ដែងពីបគាថាបន្តទៅទៀតប៉ុណ្ណាព្រះអង្គទ្រង់ត្រាស់សម្ដែងថាអេតាំងវិសេសតោញត្វាអបមាទមហេបណ្ឌិតាអបមាទេបមោតន្តេអរិយាណੰកោចរេរតាទេឈេយណោសាតតិកានិច្ចាំងតលហៈបរកមាផោសន្តធិរានិព្វានៈយកៈខេមੰអនុត្តរੰគឺបណ្ឌិតដែលបានដឹងនៅសេចក្តីខុសគ្នាសេចក្តីពិសេសខុសគ្នាត្រង់ដែលមិនប្រមាទនៅក្នុងកុសលធម៌ជាយាមប្រើប្រាស់ជីវិតនឹងឯងឲ្យសម្បូរទៅដោយសតិសម្បជញ្ញៈមានស្មារតីប្រឹងប្រែងជួយខ្លួនឯងយកខ្លួនឯងជាទីពឹងនៃខ្លួនឯងមានសេចក្តីសុខសេចក្តីសែនសានសប្បាយរីករាយតិចព្រោះទោះជាយើងរស់នៅជាមួយភរិយាស្វាមីបងប្អូនកូនចៅក៏មិនយូរប្រមាណអត់មាននរណាស្លាប់ទៅបណ្ដើគ្នាទៅជាមួយគ្នាអីទៅទេវាជារឿងមួយអង្គម្នាក់ឯងតាមកម្មជាបច្ច័យអញ្ចឹងយើងមិនផ្ទះផ្ទែងត្រូវការស្វែងរកទីពឹងពីខាងក្រៅអីទៅរហូតនាំឲ្យកើតទុក្ខក្នុងចិត្តសន្តានទេគឺពុទ្ធបរិស័ទយើងប្រឹងប្រែងជួយខ្លួនឯងឲ្យមានទីពឹងដឹងថាមានខ្លួនឯងម្នាក់ប៉ុណ្ណឹងគ្រប់គ្រាន់ហើយបើបានមនុស្សល្អផ្សេងមកទៀតមកក៏ល្អទៅក៏ប៉ុន្តែស្មារតីជារលឹកដឹងថាបាននៅរស់ម្នាក់ឯងប៉ុណ្ណឹងគឺគ្រប់គ្រាន់ណាស់អត់មានទៀមទាអ្វីពីអ្នកដទៃទៀតទេមានតែមេត្តាករុណាផ្ដល់ប្រគល់ប្រយោជន៍សេចក្តីសុខឲ្យដល់អ្នកដទៃឯចំណែកខ្លួនឯងមមតំសាងប្រយោជន៍សាងសេចក្តីសុខសាងទីពឹងសម្រាប់ខ្លួនឯងបានល្មមគ្រប់គ្រាន់ហើយ
នឹងឯងដែលជីវិតរស់នៅជាសុខដោយសារថាយើងមិនផ្ទះផ្ទែងត្រូវការសេចក្តីសុខពីអ្នកដទៃយើងសូមសេចក្តីសុខតែពីខ្លួនឯងនឹងឯងហ្នឹងឯងដែលបណ្ឌិតបានដឹងអំពីប្រយោជន៍នៃសេចក្តីមិនប្រមាទនឹងឯងវិសេសខុសអំពីការប្រមាទចឹងទៅសេចក្តីមិនប្រមាទនេះឯងដែលជាផ្លូវនៃអមតៈព្រះនិព្វានសេចក្តីមិនប្រមាទនឹងឯងជាផ្លូវចម្រើនផ្លូវសេចក្តីសុខនឹងបានអបមាទមហិបណ្ឌិតានេះបណ្ឌិតនឹងឯងក៏បានតម្កល់ខ្លួននៅក្នុងសេចក្តីមិនប្រមាទនឹងឯងហើយព្រះអង្គបានសម្ដែងថាអបមាទេប្រមោទន្តិអរិយាណังកោចរេរតាណែបណ្ឌិតហ្នឹងរមែងរីករាយជាមួយនឹងសេចក្តីមិនប្រមាទរីករាយចឹងរក្សាសេចក្តីមិនប្រមាទនឹងឯងចឹងល្អណាស់ប្រមាទៈមនុយញ្ញជាតិពាលាតុមេជីណូជនីអបមាទញ្ញមេធាវីធានាងសេដ្ឋាំបរកតិបុគ្គលពេលងងខ្លៅអាប់អិតប្រាជ្ញាតែងប្រកបរឿយដោយនៅសេចក្តីប្រមាទគឺការធ្វេសប្រហែសនៅក្នុងជីវិតចំណែកអ្នកប្រាជ្ញលោករក្សាសេចក្តីមិនប្រមាទគឺការមិនធ្វេសប្រហែសដូចជាគេរក្សានៅទ្រព្យដ៏ប្រសើរថ្លៃថ្លាគឺទ្រព្យសម្បត្តិដូចជាកែវទឹកឬកែវមณีរបស់ស្ដេចចក្រពត្តិដែលស្ដេចចក្រពត្តិក្តីទេវតាក្តីស្រឡាញ់ថែរក្សានៅវត្ថុទិដ្ឋឬក៏កែវមณีនឹងយ៉ាងណាចំណែកអ្នកប្រាជ្ញលោករក្សាសេចក្តីមិនប្រមាទគឺការមិនធ្វេសប្រហែសនេះឯងដូចជាគេរក្សានៅទ្រព្យដ៏ប្រសើរថ្លៃថ្លាក្នុងលោកនឹងឯងតែចំពោះសម្បត្តិដ៏ប្រសើរពងខ្ពស់ដែលអ្នកប្រាជ្ញលោករក្សាគឺសេចក្តីមិនប្រមាទក្នុងការថែរក្សាចិត្តឲ្យប្រព្រឹត្តទៅរឿយដោយកុសលធម៌តជាប់គ្នាអញ្ចឹងបានជាព្រះអង្គសម្ដែងថាទេជេយណោសាតតិកាមានការសម្លឹងពិនិត្យនៅក្នុងអារម្មណ៍នឹងឯងដោយសេចក្តីស្ងប់ដោយការចម្រើនបញ្ញាសាតតិកានឹងមានស្មារតីតជាប់គ្នាសាតតិកានឹងគឺមានសតិតគ្នាអញ្ចឹងប្រព្រឹត្តទៅដោយការរក្សាចិត្តនឹងតម្កល់ចិត្តនឹងឯងឲ្យនឹងត្រូវតម្កល់ចិត្តនៅក្នុងប្រយោជន៍តម្កល់ចិត្តនៅក្នុងគុណសទ្ធាសិលសតៈចាគៈបញ្ញានឹងឯងចឹងគឺថាចំពោះព្រះអរិយបុគ្គលនឹងរមែងត្រេកអររីករាយចឹងក្នុងទីកោចររបស់ព្រះអរិយនឹងឯងចឹងគឺព្រះអរិយបុគ្គលមានទីកោចរទៅកាន់ព្រះនិព្វានតាមស្នាមព្រះយគលបាទបណ្ឌិតទាំងឡាយរមែងត្រេកអររីករាយទៅតាមទីកោចររបស់ព្រះអរិយនឹងម្ល៉េះហើយនិច្ចាំងតលហៈបរកមាប្រឹងប្រែងជាយាមអស់កាលជានិច្ចផុសសន្តធិរានិព្វាននាងយកៈខេមੰអនុត្តរាំងបានពាល់ត្រូវព្រះនិព្វានចឹងផុសសន្តធិរានិព្វាននាងអ្នកប្រាជ្ញនឹងបានពាល់ត្រូវព្រះនិព្វាននឹងឯងដែលព្រះនិព្វាននឹងខ្សែមសុខខ្សែមខ្សានចាកយកៈទាំងពួងនេះគឺជាដំណើររបស់ព្រះអរិយបុគ្គលទាំងដែលពុទ្ធបរិស័ទយើងមានការនឹករលឹកឃើញថាព្រះពុទ្ធអង្គណាទ្រង់បានសម្ដែងអនុញ្ញាតឲ្យភិក្ខុទាំងឡាយដែលគង់ចាំព្រះវស្សាហើយក្រាលគ្រងកឋិនចឹងយើងជ្រះថ្លាណាស់ពីព្រោះព្រះពុទ្ធដីកាព្រះអង្គតែងតែដឹកនាំសត្វលោកឲ្យមានការចេះដឹងដឹកនាំសត្វលោកឲ្យបានពេញនៅប្រយោជន៍ឲ្យមានខ្លួនឯងជាទីពឹងនៃខ្លួនឯងចឹងយើងមានទំនុកទុកចិត្តទៅតាមព្រះពុទ្ធដីកាផងហើយយើងទំនុកបំរុងព្រះភិក្ខុសង្ឃដើម្បីព្រះអង្គបានថែរក្សាព្រះពុទ្ធសាសនាអស់កាលជាអង្វែងទៅផងពុទ្ធបរិស័ទយើងក៏តម្កល់ចិត្តឲ្យបានល្អឲ្យមានសេចក្តីសុខក្នុងបច្ចុប្បន្នតន់ភ្នែកសេចក្តីសុខស្ថិតនៅក្នុងកណ្ដាប់ដៃរបស់យើងទាំងដែលជាសេចក្តីសុខប្រសិជ្ជៈទោសផង